ពុកម្ដាយគឺថាគ្មានលុយបង់ថ្លៃសាលាបង់ស្អីក៏ខ្ញុំក៏ដាច់ចិត្តឈប់នោះប្រាប់ឬក៏បកស្រាយបានអត់ថាតាំងពីនិយាយពីជីវប្រវត្តិដែលលោកគ្រូចូលសិល្បៈហើយរហូតមកដល់ឥឡូវលោកគ្រូបាទដូច្នេះខ្ញុំក៏បើកកាយជីកកាយជីកគាស់មកថ្ងៃនេះចាជីកគាស់តាំងពីប្រវត្តិដំបូងគឺខ្ញុំជាកូនច្បងគឺមានការលំបាកច្រើនបាទការនៅពីអាយុប្រហែលជា10ឆ្នាំ11 12ឆ្នាំនេះគឺខ្ញុំបានគឺថាឪពុកម្ដាយគាត់ក្រដូច្នេះខ្ញុំជាបងគេក៏សុខចិត្តឈប់រៀនហើយរៀននោះក៏មិនធម្មតាដែរដើរពីផ្ទះទៅសាលានឹងសាលាវត្តទៀតសាលាវត្តនគរយើងក្នុងខេត្តកំពង់ចាមចាបាទដើរពីទួលស្បូវរហូតដល់ក្នុងកាត់ព្រៃកុងកាត់ឃើញស្វាឃើញអីសពគូហើយបាទការក្នុងជំនាន់ហ្នឹងហើយក៏បានឪពុកម្ដាយគឺថាគ្មានលុយបង់ថ្លៃសាលាបង់ស្អីក៏ខ្ញុំក៏ដាច់ចិត្តឈប់នោះ